បងប្អូននេះមុខម្ហូបយើងទៀតហើយមុខម្ហូបប្រចាំហាងយើងដែរមាន់ស្រែលីងគល់ត្រីហើយមាន់លីងត្រីដំបូងយើងកាប់មាន់វាមករំលីងជាមួយនឹងប្រេងឆាឲ្យវាក្រៀមបងប្អូនទស្សនាជួយចុច Subscribe Channel ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីទៀតមាន់យើងនេះកាប់មកអត់បានធ្វើអ្វីទាំងអស់គឺកាប់មកពងយកតែម្ដងបងប្អូនអាចទស្សនាមើលបានគឺឲ្យគល់ត្រីយើងដំហើយយើងច្រាំវាឲ្យវាដាច់ពីគ្នាមកយើងដាក់កំពងជាមួយនឹងមាន់យើងហ្នឹងទៅស្លឹកក្រូចមុខម្ហូបនេះជាមួយនឹងអ្នកដែលចូលចិត្តផ្លែមជាមួយនឹងស្រាមួយអាជាក់ៗហ្នឹងត្រូវតែម្ដងបងប្អូនអាចធ្វើមុខនេះអាចធ្វើមុខនេះញ៉ាំបានជាមួយបាយក៏ឆ្ងាញ់ដែរឲ្យទៅបាយបងប្អូនចង់ញ៉ាំរបៀបរបស់ក្រៀមហិលស្រួយនេះត្រូវឈ្ងុយហើយបងប្អូនដែលចង់ចេះពីមុខម្ហូបរបស់យើងទៀតបងប្អូនអាចខមមិននៅខាងក្រោមវីដេអូនេះមកខ្ញុំនឹងធ្វើបង្ហាញជូនបងប្អូនទស្សនាហើយនឹងអាចបងប្អូនរៀនតាមបងប្អូនដែលចេះហើយក៏ចុចរំលងក៏បានបងប្អូនដែលមិនទាន់ចេះបងប្អូនអាចរៀនធ្វើតាមហ្នឹងក៏បានដែរណាបងប្អូនព្រោះម្ហូបនេះប្រចាំហាងយើងដែរលក់ដាច់គួរសមដែរអញ្ចឹងបងប្អូនដែលចង់បានរសជាតិឆ្ងាញ់អាចសាកល្បងធ្វើតាមវិធីនេះបានហើយនៅក្នុង Channel YouTube របស់ខ្ញុំបាទមានមុខម្ហូបច្រើនបងប្អូនអាចចូលមើលនៅក្នុង Channel បានណាបន្តបំពីយើងលីងគល់ត្រីឲ្យវារៀងស្ងួតហើយយើងដាក់ខ្ទឹមសចូលមកបងប្អូនចង់ច្រាំវាក៏បានចង់ដាក់ទាំងមូលហ្នឹងក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំក្នុងហាងគឺខ្ញុំប្រើមូលហើយពេលដែលយើងបំពងខ្ទឹមហ្នឹងឲ្យវាឆ្អិនណាថាឆ្ងាញ់តែម្ដងផុសឆ្ងាញ់ណាខ្ទឹមនេះកុំភ្លេចណាបងប្អូនជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីទៀតគឺថាចាប់ដើមឈ្ងុយទេបងប្អូនគល់ត្រីយើងចាប់ដើមស្ងួតចាប់ដើមស្រួយទៅយើងថែមទៀតឲ្យមាន់យើងរៀងស្រួយតិចឲ្យខ្ទឹមយើងចិនតិចមកណាឥឡូវគឺថាក្រៀមពេកហើយកុំឲ្យក្រៀមពេកព្រោះភ្ញៀវគាត់យកទៅញ៉ាំបាយអញ្ចឹងយើងពុះចេញមកណាបងប្អូនស្រង់ចេញមកឲ្យវាស្រស់ខ្លាំងបងប្អូនយើងត្រង់ឲ្យស្ងួតប្រេងអញ្ចឹងណាឲ្យស្ងួតប្រេងល្អអញ្ចឹងមកណាវីដេអូនេះខ្ញុំបង្ហាញតាំងពីដើមរហូតដល់ចប់បងប្អូនអាចធ្វើតាមវិធីនេះបានណាបងប្អូនឆ្ងាញ់ធានាថាឆ្ងាញ់ឥឡូវយើងយកមកចាក់ទៅចូលក្នុងខ្ទះយើងចាក់ប្រេងចេញហើយណាឥឡូវយើងស្វែងជីគ្រឿងផ្សំដាក់ចូលមកហើយយើងឲ្យចុងភៅក៏ដាក់គ្រឿងផ្សំយើងដាក់រ៉ូឌីមកមិនរ៉ូឌីសៅស៊ុបរ៉ូឌីចៅសៀមបាទដាក់ចូលមកស្ករសតាមប៉ែមតាមបងប្អូនចូលចិត្តចេញហេមួយបានក៏យើងដាក់ប្រេងខ្យងចូលបងប្អូននេះប្រេងខ្យងយើងដាក់យើងច្រើនទីមកឲ្យវាឡើងពណ៌ស្អាតប្រេងខ្យងថែមទៀតឡើងពណ៌ស្អាតអត់ប្រែទេបាទធ្វើមកឲ្យយើងរីងគ្រឿងយើងចូលមកណាបងប្អូនងាយទីបំផុតមកហូបហើយឆ្ងាញ់មួយចានឲ្យចង់ចានទៀតណាបងប្អូន
ដែលទស្សនាលោកជួយជួយតែមួយផងបងប្អូនដើម្បីចូលវីដេអូថ្មីទៀតហើយដើម្បីមានកម្លាំងចិត្តក្នុងការធ្វើវីដេអូលេងតទៅស្មូតណាបងប្អូនអានេះខ្ញុំចូលវាទៅផងជាវាដាក់ដែរខ្ញុំធ្វើការយកដាក់ចូលប្រអប់មួយបងប្អូនច្រឡំមួយសម្រាប់ការលក់ដូររបស់ខ្ញុំគឺខ្ញុំរៀបប្រអប់ជាបងប្អូនខ្ញុំដាក់ស្លឹកចេកទ្រាប់មកវាប្រអប់ស្ងោរបស់ក្តៅវាធ្វើល្អមកពេលអញ្ចឹងយើងឆ្នៃមកដើម្បីប្រើទៅឲ្យវាមានសុវត្ថិភាពសម្រាប់អ្នកញ៉ាំអញ្ចឹងរួចហើយយើងធ្វើការដាក់សាច់ដែលយើងចម្អិនហើយមកបងប្អូនខ្លាយជាមុខម្ហូបមួយប្រចាំហាងយើងបងប្អូនអាចយកទៅខ្លែមបានយ៉ាងឆ្ងាញ់ញ៉ាំជាមួយនឹងបាយញ៉ាំជាមួយនឹងអាចជាក់ឬក៏ញ៉ាំលេងក៏បានដែរបងប្អូនជាតិតែម្ដងមាន់នេះគឺមាន់ស្រែបងប្អូនហាងរបស់ខ្ញុំលក់តែមាន់ស្រែទេហើយហាងរបស់ខ្ញុំនេះគឺប្រចាំគឺម្ហូបទាដើមចេកអញ្ចឹងបងប្អូនដែលរស់នៅក្នុងប្រទេសកម្ពុជានៅខេត្តកណ្ដាលនៅក្រុងស្ពឺពូនអាចកំងម្ហូបខាងខ្ញុំក៏បានដែរណាក្រុងស្ពឺពូនជ្រៃធំអាចកំងបានខ្ញុំលក់នៅទីហ្នឹងណាបងប្អូនមួយបាទអាចទស្សនាវីដេអូនេះជួយ Subscribe channel ម្នាក់មួយគឺបងប្អូនរួចហ្នឹងនេះមាន់លីកូឡាក្រេយើងគឺថាមើលតែពណ៌អែមណាបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសូមជម្រាបលា